បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមាននៅវីដេអូមួយទៀតហើយដែលនិយាយពីកម្មវិធី Google Sheet ដែរដែលយើងប្រើកម្មវិធី query បន្ថែមទៀតគឺយើងប្រើ4ចំណុចបន្ថែមទៀតណាគឺ4លក្ខខណ្ឌបន្ថែមទៀតតាក់ទងនឹងរូបមន្ត query ហ្នឹងគឺវាពិសេសមែនទែនណាជាស្រ័យបងប្អូនតោះឥឡូវកុំឲ្យខាតពេលទី1 query AVG ហ្នឹងមានន័យថា query average ណា query average យើងរកមធ្យមភាពណាយើងរកមធ្យមភាពទៅលើផលិតផលមួយហ្នឹងតម្លៃរបស់ផលិតផលមួយហ្នឹងណាអូខេអញ្ចឹងគឺយើងចាប់តាមអ្នកគ្នារូបមន្ត query យើងសរសេរ query Q U E R Y ណាបងប្អូនហើយយើងធ្វើការ select មក select all ចឹងមក comma ថ្មីក៏ដល់យើងបែរពាក្យអីទៀត select ណា select យើង select column មួយណា C ហើយយើង average column មួយណា EVJ ណា AVG ហើយ comma ហើយវាយទៅលើ column ដែលយើងចង់ឲ្យវាមធ្យមភាពរបស់វានឹង F ហើយយើងបន្ថែមពាក្យថាគ្រប់បាយនេះមានន័យថាយើងចង់បានទៅលើផលិតផលមួយ average ទៅលើផលិតផលមួយហ្នឹងមធ្យមភាពរបស់វាណាអញ្ចឹងកលឹមមួយណាគ្រប់បាយកលឹមមួយណាគឺ C ណា C ថ្មិញកដោcomma លេខ1វងកញ្ចក់ enter មកអូខេអញ្ចឹងយើងបានហើយគឺយើងរកបានមធ្យមភាពរបស់ផលិតផលមួយហ្នឹងឯងអញ្ចឹងផលិតផលទាំងអស់គឺវាសូមកកន្លែងនេះណាវាមាន4ប្រភេទមានកុំព្យូទ័រ iPhone Nokia Oppo អីណាអញ្ចឹងគឺមធ្យមភាពរបស់វានេះអានេះគឺជាការរកមធ្យមភាពរបស់ផលិតផលមួយហ្នឹងដោយតាមរយៈការប្រើប្រាស់រូបមន្ត query ទី2ការប្រើរូបមន្ត query ហ្នឹងដែលហ្នឹងលក្ខខណ្ឌ query ហ្នឹងដោយប្រើ sum ណា sum ស្មើ Q or U E or Y ណាវងកញ្ចក់ select comma សញ្ញាថ្មិញកដោ select បងប្អូន select យកទៅលើ column មួយណា C ហើយបងប្អូនចង់sum column មួយណា F ហើយគ្រប់បាយ column A C វងcomma ថ្មិញកដោ comma លេខ1បិទវងកញ្ចក់មកវិញអញ្ចឹងនៅពេលដែលបងប្អូនប្រើរូបមន្ត query នេះមានន័យថាផលិតផលទាំងអស់គឺវា sum មកឲ្យអូតូតែម្ដងវា sum តាមប្រភេទផលិតផលណា enter អញ្ចឹងបងប្អូនឃើញហើយណាឃើញហើយអានេះគឺសម្រាប់នេះការ sum របស់វាណាកុំព្យូទ័រគឺសរុប8500 iPhone 1500 Nokia អូខេអញ្ចឹងអានេះគឺ query sum យើងប្រើលក្ខខណ្ឌក្នុងការបូកសរុបតម្លៃទៅលើផលិតផលមួយហ្នឹងអញ្ចឹងបងប្អូនឃើញហើយវាមានលក្ខណៈពិសេសជាង Excel ឆ្ងាយណាស់ដោយសារអីកម្មវិធីនេះគឺវាមានការអាប់ដេតដូចខ្ញុំបានលើកឡើងមុនអញ្ចឹងវីដេអូមុនថាវាគឺជាប្រភេទ access មួយដែរណា Excel ប្រភេទ Excel access មួយដែរ Google Sheet នេះហើយលក្ខណៈពិសេសរបស់វាគឺយើងអាចធ្វើការជា team ណាយើងអាចធ្វើការជាក្រុមបានដោយប្រើការសិក្សាផ្ទាល់ឬក៏អីហ្នឹងគឺយើងអាច invite ឬក៏ share ទៅកាន់ team work របស់យើងឬក៏ក្រុមសិក្សារបស់យើងហ្នឹងអូខេអញ្ចឹងយើងបានលក្ខខណ្ឌនេះបាន2លក្ខខណ្ឌទី1គឺ average query average ទី2 query sum ទី3 query count គឺបងប្អូនគ្រាន់តែធ្វើការ copy
ហើយយើងបដូរទៅកន្លែង30នេះទៅជា count មកណា COUNT អូខេយើង count នេះកុំព្យូទ័រមានប្រហែល9គ្រឿង9គ្រឿងណា9គ្រឿងកុំព្យូទ័រមាន9ឈ្មោះ series មាន9ឈ្មោះអានេះ4នេះរាប់មើល1 2 3 4 5គេ sorry សុំម្ដងនេះ1 2 3 4 5 6 7 8 9អញ្ចឹងច្បាស់ហើយនេះបងប្អូនឃើញទេមានន័យថាផលិតផលប្រមាណហ្នឹងគឺវា account ឲ្យយើងដោយស្វ័យប្រវត្តិហើយវាសូឈ្មោះមកនេះឈ្មោះមកទាំងអស់ហើយស្រួលក្នុងការមើលអានេះដូចគ្នាយើង copy មិញហ្នឹងគឺយើងផាសមកប៉ុន្តែយើងគ្រាន់តែបញ្ចូលពាក្យថា sort នៅខាងមុខនេះមកណាមានន័យថា sort query គឺយើង sort ទៅលើ column មួយណានេះ C column C មានន័យថាឈ្មោះផលិតផលមាន4ហ្នឹងយើង sort វាជាអីតាមអក្សរក្រមវាហ្នឹងនេះឃើញទេតាម C computer I iPhone N O ណា C I N O អញ្ចឹង computer iPhone Nokia and Oppo អូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំបានលើកយកquery 4លក្ខខណ្ឌមកបង្ហាញបងប្អូនរួចរាល់ហើយបើសិនបើបងប្អូនមានចម្ងល់អីអាចឆាតមកខ្ញុំតាមឬក៏ comment ខាងក្រោមវីដេអូក៏បានដែរណាអរគុណច្រើនសម្រាប់ការតាមដាន